បាទថ្ងៃនេះគឺគ្រួសារកីឡាបុកតោមានការរន្ធត់ចិត្តយ៉ាងខ្លាំងដោយសារតែទទួលបានដំណឹងថ្មីអំពីការទទួលមរណភាពរបស់លោកព្រឹទ្ធាចារ្យកម្មាមាសសានកំសៀនដែលជាស្ថាបនិកនៃការកកើតឡើងវិញរបស់គុនល្បុក្កតោកម្ពុជាហើយក៏ជាសកម្មជនដែលលះបង់អស់មួយជីវិតនិងកម្លាំងកាយចិត្តដើម្បីធ្វើការងារគុនបុក្កតោទាំងការបង្ហាត់ទាំងការសរសេរឯកសារទាំងការគូសនៅគំនូរបច្ចេកទេសឯកសារផ្សេងដែលយើងទាំងអស់គ្នាតែងតែគោរពប្រតិបត្តិក៏ដូចជាឲ្យតម្លៃខ្ពស់ចំពោះស្នាដៃក៏ដូចជាការលះបង់របស់លោកគ្រូតាសានកំសៀនហើយលោកគ្រូតាសានកំសៀនគឺជាមរតកមនុស្សរស់មួយដែលសំខាន់នៅក្នុងយុទ្ធគុណបុរាណខ្មែរហើយក៏ដូចជានៅក្នុងចលនានៃការកកើតឡើងវិញហើយនឹងការបង្កើតឡើងវិញហើយនឹងការអភិវឌ្ឍនៃគុនបុក្កតោកម្ពុជារបស់យើងអញ្ចឹងកីឡាគុនបុក្កតោនេះយើងដឹងហើយថាយើងមានភ័ព្វវាសនាដែលលោកគ្រូសានកំសៀនបានលះបង់ទាំងអស់នេះហើយបានផ្ទេរនៅចំណេះដឹងជាច្រើនជូនដល់កីឡាករកីឡាការិនីនិងកូនខ្មែរចំនួនក្រោយនេះហើយជាពិសេសគឺលោកបានបង្ហាត់បង្ហាញដល់កីឡាករមិនមែនត្រឹមតែកីឡាករកីឡាការិនីនិងកូនខ្មែរទេសម្រាប់គុនបុក្កតោគឺមានបរទេសច្រើនទៀតដែលបានទទួលនៅចំណេះដឹងនិងហាត់រៀនគុនបុក្កតោនេះពីលោកគ្រូផ្ទាល់ហើយលោកគ្រូបានលះបង់នៅពេលវេលាប្រចាំថ្ងៃរបស់លោកទៅលើតែគុនបុក្កតោមួយគត់នៅក្នុងសកម្មភាពដែលលោកធ្វើជារៀងរាល់ថ្ងៃហើយនៅពេលនេះយើងឃើញថាយើងត្រូវតែរំលឹកដឹងគុណចំពោះស្នាដៃនិងសមិទ្ធផលដ៏ធំធេងរបស់ព្រឹទ្ធាចារ្យសានកំសៀនរបស់យើងដែលលោកបានធ្វើកន្លងមកទី1គឺអ្វីដែលជាគុណបំណាច់ដំបូងគឺលោកជាស្ថាបនិកម្នាក់ជាមួយខ្ញុំបាទតាំងពីឆ្នាំ1999មកដើម្បីរៀបចំសហព័ន្ធកីឡាបុក្កតោឡើងវិញបាទហើយបន្ទាប់ពីបង្កើតសហព័ន្ធមកគឺបានបណ្ដុះបណ្ដាលកូនសិស្សជាច្រើនបន្ទាប់មកទៀតគឺលោកគ្រូមានស្នាដៃក្នុងការរៀបចំសរសេរសៀវភៅគុនល្បុក្កតោក្រមាសជាសៀវភៅដំបូងដែលបង្ហាញអំពីមូលដ្ឋានគ្រឹះនៃក្បាច់គុនល្បុក្កតោដែលនៅក្នុងនោះជាដែលលោកគ្រូគឺជាអ្នកនិពន្ធនៅក្នុងការរៀបចំសៀវភៅនេះផងដែរទី3គឺការរៀបចំនៅការដាក់គុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិអង្គការ UNESCO ដែលលោកគ្រូដើរតួជាជនបង្គោលនិងសំខាន់ម្នាក់នៅក្នុងគណៈកម្មការស្រាវជ្រាវហើយលោកគ្រូបានដើរតួសំខាន់ខ្លួនឯងនៅក្នុងវីដេអូ5នាទីនៃការថតដោយសម្រិតសម្រាំងនិងយកប្រសាសន៍របស់លោកគ្រូផ្ទាល់ទៅដាក់ទៅក្នុងការដាក់ចុះបញ្ជីទៅបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ទទួលបានជោគជ័យអញ្ចឹងការដែលស្នាដៃទាំងអស់នេះគឺជាស្នាដៃដ៏ធំធេងណាស់ហើយក្រោយមកទៀតនេះលោកគ្រូបានចូលរួមគ្រប់សកម្មភាពជាពិសេសគឺសកម្មភាពអង្គរសង្ក្រាន្តដែលនៅមានពីមុនមកជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំនេះគឺលោកគ្រូនៅតែលះបង់ពេលវេលាលះបង់កម្លាំងកាយចិត្តទោះបីជាមានជំងឺផ្ទាល់ខ្លួនក៏នៅតែចូលរួមផ្ដល់នៅឱវាទល្អផ្ដល់នៅការចែករំលែកនៅចំណេះដឹង
ខាងផ្នែកយុទ្ធគុណនិងផ្នែកគុណបុគ្គតោនេះដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរចឹងអ្វីដែលឃើញថាលោកគ្រូបានធ្វើនេះគឺមិនត្រឹមតែការលះបង់ចំពោះបុគ្គតោទេវាជាការជាគំរូមួយដល់ជនរួមជាតិក៏ដូចជាគំរូមួយដល់អ្នកដែលស្រឡាញ់ជក់ចិត្តខ្លាំងទៅលើការងារអភិវឌ្ឍកីឡាគុនបុគ្គតោគាត់មួយថ្ងៃរាល់ពេលវេលាគឺក្រៅពីបង្ហាត់គឺការសរសេរប្រវត្តិការគូសរូបក្បាច់គុណបច្ចេកទេសជារៀងរាល់ថ្ងៃប្រចាំថ្ងៃរបស់គាត់ជីវិតប្រចាំថ្ងៃរបស់គាត់គឺដាក់ឲ្យជីវិតរបស់គាត់ដាក់ដង្ហើមរបស់គាត់នៅនឹងបុគ្គតោទាំងអស់បាទហើយនេះហើយដែលយើងឃើញថាមិនការកាយវិការទាំងអស់នេះមិនមែនតែរឿងបុគ្គតោទេដែលលោកធ្វើបានន័យថាលោកបញ្ជាក់អំពីការព្យាយាមការអត់ធ្មត់និងការសម្រេចនៅសុបិនដ៏ធំរបស់លោកគ្រូតាគឺការដាក់បញ្ចូលកីឡាគុនបុគ្គតោក្នុងបញ្ជីបេតិកភណ្ឌនេះគឺជាគោលបំណងធំរបស់លោកនៅក្នុងពេលនេះបាទចឹងអ្វីដែលយើងខ្ញុំទាំងអស់គ្នាសោកស្ដាយនៅតែមានការសោកស្ដាយយ៉ាងធំធេងបំផុតចំពោះការបាត់បង់របស់លោកគ្រូនេះគឺលោកគ្រូបានមានប្រសាសន៍ហើយនៅពេលប្រហែលខែចុងក្រោយនេះជាពិសេសនៅពេលថ្ងៃអង្គរសង្ក្រាន្តលោកបានមានប្រសាសន៍ថាលោកមិនទាន់ខ្ជាក់ឲ្យអស់នៅអ្វីដែលជាចំណេះជំនាញខាងផ្នែកគុនបុគ្គតោនេះទៅដល់កូនខ្មែរនៅឡើយអញ្ចឹងលោកគ្រូឲ្យកូនខ្មែរទាំងអស់ខិតខំប្រឹងប្រែងក្នុងការស្រូបយកនៅបច្ចេកទេសថ្មីពីលោកគ្រូបាទអញ្ចឹងនេះជាការសោកស្ដាយណាស់បាទទោះបីថាយើងបានទទួលពីលោកគ្រូនៅមរតកនៃសិស្សគុណរាប់ពាន់រាប់ម៉ឺននាក់ក៏ដោយបាទប៉ុន្តែយើងនៅតែសេសសល់នៅអ្វីដែលគេហៅថាក្បាច់គុនបុគ្គតោដ៏សម្បូរបែបនេះនៅក្នុងខ្លួនលោកគ្រូនៅឡើយបាទអញ្ចឹងយើងខ្ញុំទាំងអស់គ្នាមានតែការនឹករលឹកដល់គុណរបស់លោកគ្រូដើម្បីតបស្នងសងគុណរបស់ព្រឹទ្ធាចារ្យកម្មាមាសសានកំសៀននេះគឺសហព័ន្ធកីឡាគុនបុគ្គតោកម្ពុជាក្នុងនាមជាប្រធានស្ដីទីសហព័ន្ធនឹងធ្វើកិច្ចការមួយដ៏សំខាន់សម្រាប់លោកគ្រូដែលយើងទាំងអស់គ្នាបានជម្រាបលោកគ្រូហើយថាយើងនឹងធ្វើរូបសំណាកឬក៏ធ្វើមានរូបថតរបស់លោកគ្រូត្រូវដាក់នៅគ្រប់ក្លឹបហាត់គុនបុគ្គតោទាំងអស់ឲ្យកូនសិស្សទាំងជាតិទាំងកូនសិស្សអន្តរជាតិគេគោរពនិងគេថ្វាយបង្គំនិងសុំបារមីនិងពលឹងរបស់លោកគ្រូជួយជំរុញនិងបីបាច់ថែរក្សាសិស្សគុនបុគ្គតោទាំងអស់ឲ្យទទួលបានការអភិវឌ្ឍជឿនលឿននិងល្បីល្បាញទូទាំងពិភពលោកដែលលោកគ្រូតែងតែនិយាយថាយកបុគ្គតោទៅដាក់ឲ្យពិភពលោកគេស្គាល់គេដឹងហើយគេហាត់គេគ្រប់គ្រងអញ្ចឹងបាទអញ្ចឹងភារកិច្ចនេះសហព័ន្ធកីឡាគុនបុគ្គតោកម្ពុជាសន្យាថានឹងធ្វើរូបសំណាកសមរម្យរបស់លោកគ្រូហើយដាក់ឲ្យគ្រប់ក្លឹបទាំងអស់មុនធ្វើការហ្វឹកហាត់ត្រូវគោរពវិញ្ញាណក្ខន្ធគោរពបារមីឬក៏គោរពគ្រូព្រឹទ្ធាចារ្យថ្វាយបង្គំគ្រូធំនឹងគឺលោកគ្រូតាសានកំសៀននៅគ្រប់ក្លឹបទាំងអស់បាទអញ្ចឹងអ្វីដែលតបស្នងសងគុណនេះគឺយើងនឹងធ្វើឲ្យលោកគ្រូរស់នៅជាមួយនឹងគ្រួសារនៃគុនបុគ្គតោនេះជាអមតៈបាទសូមអរគុណ